បើសិនជាបងប្អូនមានបញ្ហាជាប់អាចរុយឬក៏ចង់ឲ្យឡើងអាចរុយពេលយើងអាយុកាន់តែច្រើនណាការញ៉ាំគឺសំខាន់ណាស់បងប្អូនទី1គឺប្រភេទ collagen ញ៉ាំជំនួយពីខាងក្នុងជួយស្បែកយើងស្អាតកុំឲ្យឆាប់ចាស់ឆាប់ជ្រួញហើយជួយរារាំងជាប់អាចរុយទៀតទី2ហ្នឹងគឺប្រភេទ antioxidant ដូចជាវីតាមីន C ឬក៏វីតាមីនផ្សេងៗដែលគេមានលក់ច្រើនលើទីផ្សារគឺសិតតែអាចជួយបងប្អូនបានហើយក្រៅពីហ្នឹងគឺលេការពារកម្ដៅថ្ងៃគឺសំខាន់ខ្លាំងណាស់ហ្នឹងបើសិនយើងមានជាប់មានអីហើយដែលយើងលាបលេជួយជាប់ព្យាបាលជាប់អាចរុយតែម្ដង UV បំផ្លាញកោសិកាលើស្បែកយើងធ្វើឲ្យស្បែកយើងឆាប់ចាស់មុនអាយុអញ្ចឹងការពារកម្ដៅថ្ងៃដូចជាការលាបលេការពារកម្ដៅថ្ងៃពាក់មួកការពារកម្ដៅថ្ងៃគឺសិតតែអាចជួយបងប្អូនបានហើយបើអ្នកអត់មានជាប់អាចរុយជួយការពារកុំឲ្យកើតបើសិនជាអ្នកមានជួយឲ្យឆាប់បានបើសិនជាយើងលាបលេថ្លៃមិនក៏ដោយតែយើងអត់ការពារស្បែកពីពន្លឺព្រះអាទិត្យទេគឺអត់សូវបានផលទេបងប្អូនដូចខ្ញុំអញ្ចឹងតងន់មានកូនអីហើយក៏ស្បែកខ្ញុំអត់មានឡើងអាចរុយថ្មីដោយសារខ្ញុំថែហើយដូចជាលេជាប់អាចរុយយើងឯបងអតិថិជនយើងច្រើនណាស់ក៏ប្រើមានប្រសិទ្ធភាពដូចក្នុងរូបចឹងទោះបីជាគាត់អត់បាត់100%មែនប៉ុន្តែមុខគាត់បានប្រសើរច្រើនមុខគាត់ភ្លឺថ្លាមានសុខភាពល្អហ្មងហើយបងប្អូនប្រើមួយវីតាមីន F កាន់តែមានប្រសិទ្ធភាពបូកនឹងជំរុញកោសិកាជួយពីខាងក្រៅទៀតស្បែកបងប្អូនម៉ត់ឲ្យលងស្អាតតែម្ដងហើយកុំភ្លេចឲ្យសោះអារឿងលេអាការពារកម្ដៅថ្ងៃមួកការពារកម្ដៅថ្ងៃអីផ្សេង